បាទអរគុណណាប្រិមិត្តពុកម៉ែបងប្អូនជាទីមេត្រីយើងឆ្លងទៅកីឡាអន្តរជាតិវិញបាទគឺតកតនឹងការប្រកួតបាល់ទាត់លីកអាជីពលំដាប់កំពូលរបស់ប្រទេសអង់គ្លេសបន្ទាប់ពីសម្រាប់រយៈពេលបាទគឺជិត2សប្តាហ៍នោះបាទគឺលីកអាជីពនៅទូទាំងពិភពលោកបាទចាប់ដំណើរការឡើងវិញហើយយើងទៅមើល Premier League បាទឈានចូលដល់សប្តាហ៍ទី12រដូវកាលថ្មី2025-2026បាទឃើញថាកីឡាករអន្តរជាតិបែហ្សិកបាទគឺ Leandro Trossard សុទ្ធមួយគ្រាប់ឲ្យ Arsenal នៅនាទី36និង EC នោះបាទគឺគាត់សុទ្ធបាន hat-trick មានន័យថា3គ្រាប់ក្នុងមួយប្រកួតនៅនាទីទី41 46និង76ជួយឲ្យក្រុមបាទគឺដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងបាទគឺ Arsenal លោកបានយកឈ្នះក្រុម Spurs ព្រោះថាក្រុមនេះគឺនៅទីក្រុងឡុងដូចគ្នាគេហៅថា London Derby Matchបាទយកឈ្នះ Spurs 4-1 ស្របពេលដែល Spurs សុទ្ធបានមួយគ្រាប់ដោយកីឡាករប្រេស៊ីល Richarlison នៅនាទី55លទ្ធផលបែបនេះវាធ្វើឲ្យក្រុមលោក Mikel Arteta មាន6ពិន្ទុនាំមុខគេក្នុងតារាង Premier League ប្រកួត12ដងមាន29ពិន្ទុ Spurs មាន18ពិន្ទុតែប៉ុណ្ណោះដល់ហើយការប្រកួតមួយគូទៀតបាទគឺក្រុមតោខៀវ Chelsea រំកិលមកចំណាត់ថ្នាក់ទី2ហើយកីឡាករអន្តរជាតិប៉ុកទុយហ្គាល់បាទគឺ Pedro Neto និងកីឡាករអាសង់ទីន Enzo Fernandez សុទ្ធបញ្ចូលទីបានម្នាក់មួយគ្រាប់នៅនាទីទី37និង88ជួយឲ្យក្រុមតោខៀវ Chelsea លោកយកឈ្នះម្ចាស់ផ្ទះ Burnley 2-0បានរំកិលមកចំណាត់ថ្នាក់ទី2នៅក្នុងក្របខ័ណ្ឌ Premier League ប្រកួត12ដងមាន23ពិន្ទុ Burnley មាន10ពិន្ទុ Chelsea ត្រូវជួបជាមួយនឹង Barca នៅ Champions League ហើយត្រូវជួបជាមួយនឹង Arsenal បាទគឺនៅ Stamford Bridge នៅថ្ងៃទី30ខែវិច្ឆិកាខាងមុខផងដែរដល់ហើយការប្រកួតមួយគូទៀតបាទក្រុម Defense Champion បាទជើងឯកចាស់បាទគឺទទួលភាពអាម៉ាស់ជាបន្តទៀតហើយបាទក្រុមជើងឯកចាស់ Liverpool បាទគឺទទួលភាពអាម៉ាស់ជាថ្មីម្ដងទៀតប្រកួតចាញ់ Nottingham Forest 3-0 នៅ Anfieldកីឡាករ Morillo សុទ្ធមួយគ្រាប់នៅនាទី33បាទគឺ Savona បាទធ្វើបានគ្រាប់ទី2នៅនាទី46និង Kipwai សុទ្ធគ្រាប់ទី3នៅនាទី78លោកគ្រូ Slot បានដាក់ Isaac ដែលទិញមកពី Newcastle 125លានផោនឲ្យចូលប្រកួតប៉ុន្តែมันអាចជួយឲ្យ Liverpool បានទេខណៈពេល Liverpool បានចំណាយអស់ទឹកប្រាក់450លានផោននៅរដូវក្តៅកន្លងមកធ្លាក់ទៅលេខ11ក្នុងតារាង Premier League មានតែ18ពិន្ទុប្រកួត12ដង ឈ្នះ6ដងនិងចាញ់6ដងតែម្ដងដល់ហើយការប្រកួតមួយគូទៀត Manchester City ក៏ផ្លាតបាទគឺក្រោមស្នាដៃសារិកាព្រៃ Newcastle United ផងដែរកីឡាករ Harvey Barnes បាទគឺសុទ្ធបាន2គ្រាប់តែម្នាក់ឯងនៅនាទី63និង70ជួយឲ្យក្រុមសារិកាព្រៃ Newcastle United លោកបានយកឈ្នះទៅលើ Manchester City 2-1មួយគ្រាប់របស់លោក Pep Guardiola ធ្វើបានដោយខ្សែការពារ Robin Dias នៅនាទី68លទ្ធផលបែបនេះវាធ្វើឲ្យក្រុម Manchester City ធ្លាក់មកលេខ3ប្រកួត12ដងឈ្នះ7ដងស្មើ1ដងចាញ់4ដងមាន22ពិន្ទុ Newcastle United លោករំកិលមកលេខ4វិញមាន15ពិន្ទុពីការប្រកួត12ដងដល់ហើយយើងទៅមើលនៅក្នុងក្របខ័ណ្ឌបាទគឺ La Liga របស់ប្រទេសអេស្ប៉ាញបាទគឺបន្តិចទៅបាទឃើញថាក្រុម Barca ក្រុមជើងឯកចាស់បានត្រឡប់មកការប្រកួតបាទគឺនៅក្នុងបាទគឺកីឡាដ្ឋានបាទគឺCamp Nou បាទគឺជាថ្មីម្ដងទៀតហើយបន្ទាប់ពីអខានរយៈពេលជាង2ឆ្នាំបាទគឺបានយកឈ្នះក្រុម Athletic Bilbao 4-0ដែលមានអ្នកគាំទ្រប្រមាណជា 45,157 នាក់មកប្រកួតជាលើកទី1ចាប់តាំងពីថ្ងៃបាទគឺចាប់តាំងពីខែឧសភា2023មក Lewandowski បាទគឺសុទ្ធមួយគ្រាប់ Ferran Torres សុទ្ធបាន2គ្រាប់នៅនាទី45+3និង90 Fermin Lopez សុទ្ធបានមួយគ្រាប់នៅនាទី48ជួយឲ្យ Barca មាន31ពិន្ទុពីការប្រកួត13ដងឈ្នះ10ដងស្មើ1ដងនិងចាញ់2ដងផងដែរដល់ហើយយើងទៅមើលនៅក្នុងក្របខ័ណ្ឌ Bundesliga រដូវកាល2025-2026គ្មានអ្នកណារារាំងបាយ័នម៉ូនីកបានទេនៅពេលបច្ចុប្បន្ននេះកីឡាករបារាំង Michael Olise សុទ្ធបាន2គ្រាប់តែម្នាក់ឯងនិងបោះឲ្យគេសុទ្ធបានរហូតដល់ទៅ3គ្រាប់ជួយឲ្យបាយ័នម៉ូនីកយកឈ្នះ Freiburg 6-2 ខាលធ្វើបានមួយគ្រាប់នៅនាទីទី22អូលីសេសុទ្ធបាន2គ្រាប់នៅនាទី45+2និងនាទី84អូប៉ាមេកាណូសុទ្ធមួយគ្រាប់នៅនាទី55 Harry Kane នាទី60
និង Jackson នាទី 78 ស្របពេលដែល Hurricane សុទ្ធបាន 14 គ្រាប់នៅ Bodelica មាន 31 ពិន្ទុប្រកួត 11 ដងមិនចាញ់សោះនៅរដូវកាលថ្មីត្រៀមជួបជាមួយនឹង Arsenal នៅ Champions League ជាបន្តទៀតដល់ឡែកយើងទៅមើល Paul Pogba បង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Ligue 1ជាមួយនឹងក្រុម Monaco ជាលើកដំបូង Paul Pogba ចូលរួមប្រកួតបាល់ទាត់ជាលើកទី 1 បន្ទាប់ពីជាប់ពីនៃរយៈពេលជាង 2 ឆ្នាំលេងជាកីឡាករបម្រុងឲ្យ Monaco ប្រកួតចាញ់ក្រុម Rennes 4-1 កីឡាករបារាំងវ័យ 32 ឆ្នាំរូបនេះលេងបាល់ជាលើកដំបូងបន្ទាប់ពីខកខានរយៈពេល 811 ថ្ងៃចាប់តាំងពីលេងឲ្យ Juventus នៅ Serie A ប្រកួតជាមួយនឹង Empoli ថ្ងៃទី 3 ខែកញ្ញា 2023 មកហើយបានបញ្ចប់កិច្ចសន្យាជាមួយនឹង Juventus កាលពីឆ្នាំ 2024 អញ្ចឹងគាត់ចូលរួមជាកីឡាករបម្រុងហើយក្រុម Monaco ចាញ់ក្រុម Rennes បាទគឺ 4-1 ជាបន្តទៀតផងដែរយើងទៅចូលរួមបាទគឺអបអរសាទរបណ្ដាប្រទេសតូចៗប៉ុន្តែលោកបានឈានទៅប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ 2026 ជុំចុងក្រោយដោយជោគជ័យយើងផ្ដើមចេញបាទគឺពីក្រុមបាទគឺប្រទេសប៉ាណាម៉ានៅតំបន់ CONCACAF ទស្សនិកជនបាទគឺប្រជាជនអ្នកគាំទ្រនៅក្នុងទីក្រុង Panama City បានអបអរសាទរនិងច្រៀងរាំយ៉ាងសប្បាយរីករាយបន្ទាប់ពីប្រទេសប៉ាណាម៉ាលោកបានយកឈ្នះប្រទេសអេសាវ៉ាដ័រ 3-0 នៅណាត់ចុងក្រោយបាទគឺបានឈានទៅប្រកួតជុំចុងក្រោយបាទគឺជាមួយនឹងបណ្ដាប្រទេសបាទគឺផ្សេងទៀតដល់ឡែកបាទគឺយើងទៅមើលប្រទេសបាទគឺកូរ៉េខាវតូចបាទគឺនៅតំបន់បាទគឺខារ៉ាបៀននឹងដែរតូចមែនតើបាទទស្សនិកជនលោកក៏គាត់បានឈានទៅជុំចុងក្រោយដែរបាទគឺប្រកួតបាទគឺបន្ទាប់ពីស្មើនឹងប្រទេសចៅម៉ៃកាបាទគឺនៅក្នុងការប្រកួតណាត់ចុងក្រោយបាទដូច្នេះបាទគឺកូរ៉េខាវបាទលោកបានទៅរួមជាមួយនឹងអាមេរិកមិចស៊ីកូកាណាដាបាទគឺនៅថ្ងៃទី 11 ខែមិថុនាដល់ថ្ងៃទីបាទគឺ 19 ខែកក្កដា 2026 ហើយប្រទេសនេះតូចមែនតើនៅកោះខារ៉ាបៀនបាទគឺប្រជាជនមានប្រមាណជា 150000 បាទគឺ 6000 នាក់តែប៉ុណ្ណោះបាទគឺតិចជាងប្រទេសអ៊ីស្លង់ដែលធ្លាប់បានទៅ World Cup នៅប្រទេសរុស្ស៊ីមាន 35 បាទគឺ10000 នាក់អញ្ចឹងបាទគឺលោកបានទៅបាទគឺដែលជោគជ័យហើយបាទសម្រាប់បាទគឺប្រទេសបាទគឺកូរ៉េខាវឥឡូវយើងអបអរសាទរទៅដល់ប្រទេសហៃទីថ្មីត្បិតតែប្រទេសកំពុងតែមានសង្គ្រាមអំពើបាទឆក់ប្លន់បាទគឺពេញប្រទេសយ៉ាងណាក៏ដោយក៏ប្រជាជនបាទគឺឆ្លៀតអបអរសាទរដែរបាទគឺហៃទីបាទគឺបានចូលរួមបន្ទាប់ពីឈ្នះនីការ៉ាហ្គាបាទគឺ 2-0 អញ្ចឹងមានន័យថាបាទគឺហៃទីបាទកូរ៉េខាវបាទគឺប៉ាណាម៉ាមិចស៊ីកូបាទគឺអាមេរិកបាទហើយនិងកាណាដាបាទគឺបានទៅ6បាទគឺប្រទេសតែម្ដងបាទចូលរួមបាទគឺឃើញថាបាទគឺបច្ចុប្បន្ននេះហៃទីបាទគឺកំពុងតែមានបញ្ហាសង្គ្រាមនៅក្នុងប្រទេសផងដែរឥឡូវនេះដោយសារមានសំណួរច្រើនណាស់ពីទស្សនិកជនខ្ញុំបាទសូមលំអិតបាទគឺខ្ញុំបាទហងហែតសូមលំអិតជូនបន្តិចបាទតាក់ទងនឹងការចាប់ឆ្នោតបាទគឺបាល់ទាត់ពិភពលោកបាទគឺវគ្គ Play Off បន្តិចបាទការប្រកួតវគ្គ Play Off នៅតំបន់អឺរ៉ុប World Cup ឆ្នាំ 2026 បាទគឺ 2026 បាទគឺជើងឯក World Cup 4 សម័យបាទទស្សនិកជនគឺអ៊ីតាលីបន្ទាប់ពីអវត្តមានចាប់តាំងពីឆ្នាំ 2014 មកអាក់ខាន 2018-2022 លោកត្រូវជួបជាមួយនឹងអ៊ីកឡង់ខាងជើងដែលចង់បានទៅ World Cup ជុំចុងក្រោយផងដែរបន្ទាប់ពីធ្លាប់ទៅបានកាលពីឆ្នាំ 1986 នៅប្រទេសមិចស៊ិករួចមកហើយក្រុមទាំងពីរធ្លាប់ជួបគ្នា 11 ដងអ៊ីកឡង់ឈ្នះអ៊ីតាលីតែមួយដងទេអ៊ីតាលីនិងអ៊ីកឡង់ខាងជើងបាទគឺអ្នកណាឈ្នះត្រូវរងចាំជួបការឈ្នះរវាងប្រទេសវេលនិងបូស្នីហេសេកូវីណាក្រុមណាឈ្នះលោកនឹងបានទៅជុំចុងក្រោយដោយជោគជ័យមួយទៀតស៊ុយអែតដែលមានលោកគ្រូវង្វឹកថ្មី Graham Potter ធ្លាប់បានឈានទៅវគ្គ 8 ក្រុមចុងក្រោយកាលពីឆ្នាំ 2018 និងអាក់ខាន 2022 នោះត្រូវជួបជាមួយនឹងអ៊ុយក្រែនប្រសិនបើក្រុមណាឈ្នះត្រូវជួបជាមួយនឹងប៉ូឡូញនិងអាល់បានីហើយអ្នកណាឈ្នះគឺបានទៅជុំចុងក្រោយទស្សនិកជនសួរថាស៊ុយអែតមានចំណាត់ថ្នាក់ទាបការប្រកួតជម្រុះ
World Cup 2026 នៅតំបន់អឺរ៉ុបមិនបានមកលេង Play Off គេយកតែក្រុមលេខ2បាទព្រោះគាត់មានបន្ទុកច្រើននៅក្នុងពានរង្វាន់ UEFA Nation League ឥឡូវយើងមើលមួយទៀតដាណាម៉ាកត្រូវជួបជាមួយនឹងបាទគឺម៉ាសេដូនីខាងជើងដែលបានទម្លាក់អ៊ីតាលីនៅវគ្គ Play Off កន្លងមក រងចាំការឈ្នះរវាងសាធារណរដ្ឋអ៊ីឡង់និងសាធារណរដ្ឋឆេកទូគីមិនធ្លាប់មក World Cup ចាប់តាំងពីឆ្នាំ2002នៅជប៉ុនត្រូវជួបជាមួយនឹងរ៉ូម៉ានីដែលធ្លាប់ទៅ World Cup ឆ្នាំ1998បើក្រុមណាឈ្នះត្រូវជួបការឈ្នះរវាងស្លូវ៉ាគីដែលធ្លាប់មក World Cup ឆ្នាំ2022ជួបជាមួយនឹងកូសូវូដែលចង់បានទៅ World Cup ជាលើកដំបូងផងដែរការប្រកួតជើងទី1 knock out វគ្គ4ក្រុមបាទថ្ងៃទី26ខែមីនា2026ហើយការប្រកួតវគ្គប្រាច់ព្រាត់ដើម្បីបានសិទ្ធិទៅជុំចុងក្រោយនៅថ្ងៃទី31ខែមីនា2026ប្រទេសអ៊ីរ៉ាក់តំណាងអាស៊ីរងចាំការឈ្នះរវាងប៊ូឡាវីមកពីអាមេរិកខាងត្បូងដែលត្រូវជួបជាមួយនឹងប្រទេសស៊ូរីបាទគឺណាមីបាទគឺមកពីតំបន់បាទគឺ CONCACAF ដល់ឡែកសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោរងចាំការឈ្នះរវាងបាទគឺញូបាទគឺកាឡេដូនីមកពីតំបន់អូសេអានីដែលត្រូវជួបជាមួយនឹងចៅម៉ៃកានេះគឺការចាប់ឆ្នោតបាទគឺវគ្គ Play Off ណាទស្សនិកជនអញ្ចឹងខ្ញុំសូមជូន highlight បន្តិចបាទនៅផាត A បាទអ៊ីតាលីជួបអ៊ីឡង់អ្នកណាឈ្នះត្រូវជួបជាមួយនឹងវ៉េលនិងបូស្នីបាទអ្នកណាឈ្នះគឺបានទៅមួយទៀតបាទគឺផាត B បាទគឺអ៊ុយក្រែននិងស៊ុយអែតអ្នកណាឈ្នះត្រូវជួបជាមួយនឹងប៉ូឡូញអាបានីអ្នកណាឈ្នះបានទៅជុំចុងក្រោយនៅផាត C ទូគីនិងបាទគឺរ៉ូម៉ានីបាទគឺអ្នកណាឈ្នះរងចាំការឈ្នះរវាងស្លូវ៉ាគីនិងកូសូវូអ្នកណាឈ្នះបានទៅផាត D ដាណាម៉ាកជួបជាមួយនឹងម៉ាសេដូនីខាងជើងអ្នកណាឈ្នះត្រូវជួបជាមួយនឹងសាធារណរដ្ឋឆេកនិងអ៊ីឡង់អ្នកណាឈ្នះគឺបានទៅបាទហើយការប្រកួតបាទគឺញូកាឡេដូនីនិងចៅម៉ៃកាបាទគឺអ្នកណាឈ្នះត្រូវជួបជាមួយនឹងសាធារណរដ្ឋកុងហ្គោដែលត្រូវរងចាំហើយមួយទៀតប៊ូឡាវីត្រូវជួបជាមួយនឹងសូរីម៉ានីអ្នកណាឈ្នះត្រូវជួបជាមួយនឹងអ៊ីរ៉ាក់ឥឡូវនេះយើងរើសបាន42ក្រុមហើយទស្សនិកជននៅសល់តែ6ក្រុមទៀតទេបាទគឺ6ក្រុមទៀតទេដែលមាន22ប្រទេសត្រូវធ្វើការប្រកួតបាទគឺវគ្គ Play Off បាទគឺ Play Off នេះពិបាកណាស់យក6ហ្នឹង22ប្រទេសយក6ទៀតទៅបូកនឹង42ឲ្យបាន48នៅក្នុងបាទគឺការប្រកួតកន្លងមកនេះផងដែរអញ្ចឹងខ្ញុំសូមនិយាយតិចនៅក្នុងតំបន់បាទគឺអាមេរិកខាងជើងគេឲ្យ6កៅអីកន្លះឥឡូវនេះបាន6ហើយទស្សនិកជនណាបាទគឺអាមេរិកម្ចាស់ផ្ទះមិចស៊ីកូកាណាដាបូកបញ្ចូលប៉ាណាម៉ាហៃទីហើយនឹងបាទគឺកូរ៉ាកាវអញ្ចឹងអ្នកដែលត្រូវ Play Off ហ្នឹងបាទគឺចៅម៉ៃកាត្រូវប្រកួតជាមួយនឹងសូរីណាមីបាទគឺអ្នកណាឈ្នះគឺបានទៅហើយដល់ឡែក South America អាមេរិកខាងត្បូងគេឲ្យ6កៅអីកន្លះដែរ6កៅអីបានទៅហើយដូចជាអាហ្សង់ទីនប្រេស៊ីលអេក្វាដ័រកូឡុំប៊ីអ៊ុយរ៉ាកាយនិងប៉ារ៉ាហ្គាយកន្លះកៅអីហ្នឹងបាទគឺប៊ូឡាវីបាទប៊ូឡាវីត្រូវធ្វើការប្រកួតវគ្គ Play Off នៅអាហ្វ្រិកគេឲ្យ9កៅអីកន្លះបាទ9កៅអីកន្លះឥឡូវនេះយើងមើលមាន Cape Verde បាទគឺមានប្រទេសអេស៊ីប Senegal Côte d'Ivoire អាហ្វ្រិកខាងត្បូងម៉ារ៉ុកអាល់ហ្សេរីទុយនីស៊ីនិងហ្គាណាហើយសាធារណរដ្ឋកុងហ្គោត្រូវធ្វើការប្រកួត Play Off នៅអឺរ៉ុបបាទគឺមាន16កៅអីទស្សនិកជនឥឡូវនេះបាន12ដោយស្វ័យប្រវត្តិហើយ12ហ្នឹងមានដូចជាអាល្លឺម៉ង់ស្វីសស្កុតឡែនបារាំងអេស្ប៉ាញប៉ុកទុយហ្គាល់ហូឡង់អូទ្រីសណូវេបែហ្សិកអង់គ្លេសនិងក្រូអាតហើយអ្នកដែលនៅ Play Off មាន16ក្រុមបាទ16ក្រុមបាទគឺមានដូចជាឆេកបាទគឺអាបានីវេលអ៊ីតាលីបូស្នីសេកូវីណាប៉ូឡូញអ៊ីឡង់ទូគីអ៊ុយក្រែនដាណាម៉ាកកូសូវូនិងស្លូវ៉ាគីរួមបញ្ចូលជាមួយនឹងក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់នៅក្នុងពានរង្វាន់ UEFA Nation League គឺមានស៊ុយអែតអ៊ីឡង់ខាងជើងរ៉ូម៉ានីនិងម៉ាសេដូនីខាងជើងមួយទៀតហើយនៅតំបន់អូសេអានីគេឲ្យ1កៅអីកន្លះមួយកៅអីហ្នឹងគឺបានទៅនូវែលសេឡង់ហើយកន្លះកៅអីហ្នឹងគឺញូកាឡេដូនីដែលត្រូវប្រកួតវគ្គ Play Off នៅអាស៊ីយើងបាទគឺ8កៅអីកន្លះទស្សនិកជន8បានទៅហើយមានជប៉ុនអ៊ីរ៉ង់អូបឺគីស្ថានអូស្ត្រាលីកូរ៉េខាងត្បូងហ្សុកដានី
បាទគឺអារ៉ាប៊ីសាអូឌីតនិងកាតាអ៊ីរ៉ាក់ត្រូវធ្វើការប្រកួតវគ្គ Play-off ផងដែរការប្រកួត World Cup ឆ្នាំ2026នៅមិចស៊ីកូអាមេរិកកាណាដាជាលើកទី1ដែលមាន3ប្រទេសបាទគឺធ្វើជាម្ចាស់ផ្ទះរួមចាប់តាំងពីឆ្នាំ1930មកប្រកួតចាប់ផ្ដើមនៅថ្ងៃទី11ខែមិថុនា2026នៅទីក្រុង Mexico City និងការប្រកួតវគ្គផ្ដាច់ព្រាត់នៅថ្ងៃទី19ខែកក្កដា2026នៅ New Jersey សហរដ្ឋអាមេរិកការប្រកួតមាន48ប្រទេស100បាទគឺ5ប្រកួតប្រើរយៈពេល39ថ្ងៃសហរដ្ឋអាមេរិកធ្លាប់រៀបចំលើកចុងក្រោយឆ្នាំ1994ដែលមាន24ប្រទេសពេលនោះប្រេស៊ីលទទួលបានជើងឯកមាន16ទីក្រុងរៀបចំ World Cup 2026សហរដ្ឋអាមេរិកមាន11ទីក្រុងមិចស៊ីកូមាន3កាណាដាមាន2ហើយក្នុងនោះក៏មានស្អីចឹងទៅបាទគឺមិនបាច់រាយរាប់ទៀតព្រោះថាវាច្រើនពេកទៅហើយចឹងយើងបាទរងចាំឲ្យនៅក្នុងផតដែលត្រូវចាប់ឆ្នោតបាទគឺនៅថ្ងៃទី5ខែធ្នូអញ្ចឹងដូចជានៅផតទី1មានសហរដ្ឋអាមេរិកមិចស៊ីកូកាណាដាអេស្ប៉ាញអាហ្សង់ទីនបារាំងអង់គ្លេសផតទី2មានក្រូអាតម៉ារ៉ុកកូឡុំប៊ីអ៊ុយរ៉េហ្គាយស្វីសជប៉ុនសេនីហ្គាល់ផតទី3មានប៉ាណាម៉ាណ័រវេអេស៊ីបអាស៊ូរីស្កុតឡែនប៉ារ៉ាហ្គាយនិងកូដឺវ៉ាហើយផតទី4មានហ្សកដានីខេបវ៉ាដេហ្គាណាកូរ៉ាកាវហៃទីនូវែលសេឡង់អីចឹងទៅហើយក្រុមដែលត្រូវបានជាប់ចុងក្រោយនៅ6ក្រុមទៀតនោះ22ប្រទេសយក6ក្រុមនោះត្រូវច្រកចូលនៅផតនេះបាទគឺផតទី4នេះចឹងបាទគឺមានការស្មុគស្មាញដែរបើទស្សនិកជនបែបមានចម្ងល់កន្លែងណាបាទគឺអាចសួរបានថ្ងៃនេះខ្ញុំបានពឹស្ដារជូនហើយណាបាទពឹស្ដារជូនដែលមានសំណួរច្រើនហើយចុងក្រោយមួយទៀតចុះបាទគឺមិចស៊ីកូបានបង្ហាញកីឡាដ្ឋានដែលត្រៀមប្រកួតវគ្គ Play-off ឥឡូវនេះគឺគេលេងនៅកន្លែងម្ចាស់ផ្ទះហ្នឹងតែម្ដងបាទ Play-off Tournament នៅខែមីនាឆ្នាំ2026បាទគឺកីឡាដ្ឋានបាគូដាឡាចារ៉ានិងបាទគឺម៉ុនតេរីបាទគឺនឹងត្រូវធ្វើការប្រកួតបាទគឺ Play-off នៅទីនោះតែម្ដងបាទគឺសម្រាប់បាទគឺអ៊ីរ៉ាក់ត្រូវជួបជាមួយនឹងកុងហ្គោអីចឹងទៅបាទគឺប៊ូលាវីជួបជាមួយនឹងកាឡេដូនីបាទហើយចឹងទៅបាននៅការប្រកួតបាទគឺតែម្ដងមិចស៊ីកូដូចធ្លាប់រៀបចំ86ឆ្នាំ70អីដែរហើយឥឡូវនេះគាត់បាន2000បាទគឺ26នេះរួមទៀតអញ្ចឹងសូមអបអរសាទរដល់ប្រទេសមិចស៊ីកូផងដែរបាទអរគុណណាស់រឿងរ៉ាវកីឡាប្រនេះបានឈានមកដល់ទីបញ្ចប់បាទយើងត្រូវហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពរាងកាយមាំមួនបាទបងប្អូនជៀសវាងឲ្យឆ្ងាយការសេពគ្រឿងញៀនវាបំផ្លាញអនាគតនិងជីវិតរបស់លោកអ្នក